វីដេអូនេះខ្ញុំមកបង្ហាញពី store នៅក្នុង Play Store ដែលយើងអាចនិយាយបានថាបង្ហាញពីការដែល view នៅក្នុង Play Store ហ្នឹង store នីមួយៗត្រូវមានព័ត៌មានអីគេខ្លះអញ្ចឹងដូចក្នុងនេះខ្ញុំបញ្ជាក់ទៅលើនៅក្នុងហ្នឹងយើងមាន store list ដែលនៅពេលដែលយើងបាន follow store ឬក៏បានជាមួយនឹងsearch store ហើយវាមាន store list ហ្នឹងមួយដែលមាន banner មួយអញ្ចឹងមួយទៀតគឺយើងអាចមើលទៅលើ home screen ដែល home screen យើងមានទៅលើការបង្ហាញជា slide banner ដូច cover អញ្ចឹងហើយជាប់ជាមួយនឹង member card ជារូបរាង card membership ជាប់ជាមួយនឹង reward redemption ដែលអាចបង្កើតបានដោយខ្លួនឯងនិងទៅលើ menu ឬក៏ product គឺយើងអាចកំណត់បានទៅលើ category sorry កន្លែងនេះខ្ញុំដាក់ brand មួយទៀតដោយសារមានព័ត៌មាន brand ដែរចំពោះហាងមួយចំនួនយើងមាន brand និងចុងក្រោយ product អញ្ចឹងមានថាការ set up 3នេះគឺយើងអាច list បានដោយ user ទាំង home screen ទាំង product ព័ត៌មានទាំងអស់នេះគឺអាចធ្វើដោយខាង user ពី back end មកបើចំពោះ location វិញដែលមាន shop name address contact number link map អីហ្នឹងហើយជាមួយនឹង about ខាងក្រោមនេះគឺយើងធ្វើការកំណត់បានពីខាង technical របស់ខាងយើងអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀត location about ជាមួយនឹង store link ឬក៏ store search នេះគឺព័ត៌មានគឺខាង technical ជាអ្នកកំណត់អញ្ចឹង requirement មួយចំនួនខាងយើងនឹងផ្ដល់ផ្ញើជូនថាយើងត្រូវការអីគេខ្លះដើម្បីយកព័ត៌មានមក set up ជូនកន្លែងហ្នឹងអញ្ចឹងបន្ទាប់ពីបង្ហាញទៅលើកន្លែងនេះហើយខ្ញុំសូមview ទៅលើ Play Store app ម្ដងអូខេអញ្ចឹងខ្ញុំបានភ្ជាប់ទូរស័ព្ទរួចរាល់អញ្ចឹងដើម្បីចូល Play Store app បានយើងចូលមកកន្លែងនេះមកហើយខ្ញុំសូម overview ទៅលើ Play Store app មួយនៅពេលដែលយើងចូលមកដល់គឺយើងមើលឃើញទៅលើ banner របស់ Play Store ភ្ជាប់ជាមួយនឹងទៅលើ current trending shop ភ្ជាប់ជាមួយនឹងព័ត៌មានផ្សេងៗរបស់ membership ដែលយើងបាន log in ចូល point សម្រាប់គ្រប់ហាងទាំងអស់ coupon សម្រាប់គ្រប់ហាងទាំងអស់និង e-wallet សម្រាប់គ្រប់ហាងទាំងអស់បន្ទាប់មកទៀតគឺយើងអាចចូលមើលទៅលើ store ណាមួយជា list ដែលយើងបាន follow ហើយអញ្ចឹងយើង scroll មកយើងឃើញ follow list ដែលយើងបានធ្លាប់បាន follow និងសម្រាប់ករណីប្រសិនបើមានការ search យើង search នៅកន្លែងនេះអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងយើងអាច search ទៅលើ coffee mint ខ្ញុំសូម search មួយប្រសិនបើយើងមានហាងផ្សេងទៀតដែលអត់ទាន់បាន follow យើងអាច search ហើយធ្វើការ follow ទៅចុចចូលហាងហ្នឹងដើម្បី follow អញ្ចឹងមួយវិញទៀតចំពោះ banner គឺយើងយក banner ពីខាងមុខនេះយកមកបញ្ចូលហើយបន្ទាប់មកទៀតមាន logo មានអីហ្នឹងគឺក្រុមការងារគាត់នឹងធ្វើការស្នើព័ត៌មាន logo មកថាតើយើងចង់ដាក់ logo រូបរាងបែបម៉េចនៅលើ Play Store របស់យើងមួយទៀតខ្ញុំសូម overview ទៅលើពេលដែលយើងចូលទៅក្នុង store មួយនឹងខ្ញុំបញ្ជាក់មិញយើងមាន home នៅក្នុង home ហ្នឹងគឺយើងអាចកំណត់ banner នេះអាចមានពី3 select ចឹងទៅដើម្បីជា slide ហើយទំហំគឺអាចយកដូចជាមួយនឹង cover របស់ Facebook ចឹងទៅដើម្បីឲ្យងាយស្រួលយើង design ឲ្យស្រាប់យើងយកមកដាក់ប្រើបានតែម្ដងជាមួយនឹង card យើងអាចយក card តាម Play Store ដែល default បានឬក៏មួយទៀតអាច design ជារូបរាង card ដែល blank មានន័យថាយើងយកកាតរបស់ខ្លួនឯង design មកជាមានពណ៌អីឬក៏ពណ៌ណាពណ៌កំណត់ពណ៌មកបន្ទាប់មកយើងយកមក upload នៅក្នុង level នៅក្នុង back end មកវិញមានន័យថា back end យើងមាន level មួយតាមកាតនីមួយដែរអញ្ចឹងយើង design រូបរាងកាតយើងយកទៅ upload ទៅវានឹងរំលេចចេញមកខាងក្នុងហ្នឹងកន្លែងនេះដែរគឺជា reward redemption នៅពេលដែលយើងមានទៅលើការផ្លាស់ប្ដូរបន្ទុកហើយឲ្យជារង្វាន់ណាមួយយើងអាច set up ពី back end មកវានឹង display នៅកន្លែងហ្នឹងដូចគ្នាហើយរូបរាងហ្នឹងគឺយើងអាចមើលបានជារូបរាង4ជ្រុងទេដែលជារាងការ៉េទេហើយយើងធ្វើការកំណត់មកបើសិនបើយើងមាន description នៅខាងក្រោមទៀតវា detail នៅខាងក្រោមដើម្បីឲ្យ user គាត់ងាយយល់ចឹងបន្ទាប់មកទៀតយើងមាន feed មួយចំនួន feed នេះខ្ញុំអត់បានបញ្ជាក់នៅក្នុងតិចមែនទេប៉ុន្តែយើងអាចកំណត់បានពីក្នុង back end ដូចគ្នាដោយយើងធ្វើការ push ទៅលើ notification នៅពេលដែលមាន event ណាមួយដូចជាកម្មវិធីចូលឆ្នាំខ្មែរកម្មវិធីចូលឆ្នាំចិនអីចឹងទៅយើង design ជារូប feed 4ជ្រុងរូបការ៉េដែរហើយបន្ទាប់មកយើងដាក់ description ផ្សេងៗទៅលើ promotion អីផ្សេងៗមកវានឹង load ចូលមកក្នុងហ្នឹងfeed យើងមាន2ដែរយើងមានទៅលើ feed ធម្មតានិង feed បែប promotion
នឹងបន្ទាប់ពី home នេះមកខ្ញុំ overview ទៅលើ menu បើសិនបើយើងជាប្រភេទហាងបែបនេះយើងនឹង list category list ព័ត៌មានចេញទៅបែបហ្នឹងជាប្រភេទcategory ហើយយើង scroll មករកតំណែងទាំងអស់ហ្នឹងនិងមួយទៀតយើងអាចមើលបែបនេះប៉ុន្តែបើជា shop ទូទៅធម្មតាជាហាងលក់រាយវិញខ្ញុំសូមចូលមកកាន់ហាងណាមួយឧទាហរណ៍អញ្ចឹងយើងចូលមក product វាចេញរូបរាងបែបនេះវិញអញ្ចឹងកន្លែងហ្នឹងឯងដែលខ្ញុំបញ្ជាក់ថាជា menu ឬក៏ជា product កន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងខ្ញុំ overview ទៅលើទម្រង់របស់ហាងខ្ញុំដដែលអញ្ចឹងមានន័យថាបើសិនជាយើងជា menu វាចេញរូបរាងបែបនេះប៉ុន្តែបើយើងជាប្រភេទ shop បែប mart លក់ទំនិញទៅគឺយើងមាន UI ផ្សេងចំពោះ history គឺនៅពេលដែលមានការទិញបានយើងចាប់ផ្ដើមមាន record នៅក្នុងហ្នឹងប៉ុន្តែបើអត់ទាន់មានទៅវាប្រឡែងចំពោះ location ដូចខ្ញុំបញ្ជាក់មិញអញ្ចឹងបើសិនបើហាងរបស់យើងមាន2-3 location យើងត្រូវភ្ជាប់ឈ្មោះហាងជាមួយនឹងaddress របស់ហាងនិងលេខទូរស័ព្ទដែលតាមទីតាំងនីមួយៗហ្នឹងជាមួយនឹង map ផងដែរដើម្បីឲ្យយើង pin ទៅវាជាប់ suggestion ហាងណាមួយដែលយើងនៅជិតជាងគេអញ្ចឹងដោយសារតែយើងខ្ញុំនៅទីតាំងមួយនេះអញ្ចឹងជិត Eon Mall ជាងគេបន្ទាប់មកទៀតកន្លែង about គឺយើងត្រូវយកព័ត៌មានពីខាងបងដែរទៅលើការរៀបចំ reception របស់ហាងភ្ជាប់ជាមួយនឹងលេខទូរស័ព្ទដែល contact direct បានហើយជាមួយនឹងsocial media ផ្សេងទៀតដែលខាងហាងកំពុងតែមានអញ្ចឹងយើងយក link ទាំងអស់ហ្នឹងមក upload ចូលទៅក្នុងព័ត៌មាន about របស់ K Store ហ្នឹងអញ្ចឹងបន្តិចតកតងជាមួយនឹងការដែលយើងចាប់ផ្ដើមប្រើ K Store បានតើតើយើងមានព័ត៌មានទាំងអស់ហ្នឹងដើម្បីធ្វើមិនឲ្យចេញជារូបរាងស្អាតហើយចាប់អារម្មណ៍ទៅដល់ user ដែលគាត់ចង់ follow អញ្ចឹងកន្លែងនេះដែរព័ត៌មានផ្សេងៗបងអាចសួរបន្ថែមទៀតបានបើសិនបើមានសំណួរ